សហគមន៍នេសាទស្រីចឹកមានទីតាំងស្ថិតនៅក្នុងឃុំកញ្ជរស្រុកកណ្ដៀងខេត្តពោធិ៍សាត់ឃុំកញ្ជរមាន6ភូមិរួមមានភូមិកញ្ជរភូមិសំរោងភូមិពោធិ៍អណ្ដែតភូមិព្រែកត្របែកភូមិផ្លូវលួងនិងភូមិតាម៉ៅសហគមន៍នេសាទស្រីចឹកបានបង្កើតឡើងនៅថ្ងៃទី26ខែមីនាឆ្នាំ2004និងបានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី30ខែធ្នូឆ្នាំ2008សហគមន៍នេសាទស្រីចឹកមានផ្ទៃក្រឡា2696ហិកតា មានកន្លែងអភិរក្សជលផលឈ្មោះព្រែកតាច័ន្ទមួយកន្លែងទំហំ7កដកសញ្ញា50ហិកតា និងមានស្នាក់ការបម្រើការងារមួយខ្នងសហគមន៍បានចូលរួមគ្រប់គ្រងនិងអភិរក្សជលផលយ៉ាងសកម្មធ្វើឲ្យសម្បូរត្រីក្នុងសហគមន៍ជួយជីវភាពពលរដ្ឋក្នុងតំបន់ផងដែរការបង្កើតសហគមន៍នេសាទគឺជាឧបករណ៍មួយដែលអាចកែលម្អការគ្រប់គ្រងជលផលនិងធានាសន្តិសុខស្បៀងក្នុងស្រុកដើម្បីឲ្យដឹងពីសកម្មភាពគ្រប់គ្រងការពាររបស់គណៈកម្មការសហគមន៍នេសាទសូមជួបជាមួយលោកប្រធានសហគមន៍នេសាទស្រីចឹកចំពោះកិច្ចការការពារកន្លែងតំបន់អភិរក្សត្រីមេពួយរបស់សហគមន៍នេសាទស្រីចឹកនេះគណៈកម្មការរបស់ខ្ញុំបងប្អូនគឺដាក់វេននេះយាមជាប្រចាំមួយវេនរៀបចំជា2វេនក្នុងមួយវេនមាន5នាក់ហើយក្នុងមួយវេនហ្នឹងមានមួយសប្តាហ៍បាទយើងយាមជាប្រចាំនៅក្នុងរដូវប្រាំងហើយចំពោះការងារសកម្មភាពរបស់សហគមន៍គណៈកម្មការសហគមន៍ដែលគ្រប់គ្រងក្នុងដែនអភិរក្សនេះគឺក្រៅពីការយាមល្បាតគឺយើងត្រូវការកែលម្អកន្លែងអភិរក្សដូចជាដាក់លូសិប្បនិមិត្តធ្វើជំរកត្រីដាក់សម្រាស់បោះបកគោជ្រុំហើយនឹងបន្ថែមលើនឹងទៀតដែលយើងបានរុក្ខជាតិទឹកដែលវាដុះនៅក្នុងដែនសហគមន៍របស់យើងបាទអភិរក្សត្រីមេពួយព្រៃច័ន្ទនៃសហគមន៍នេសាទត្រីចឹកនោះវាបានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូលបាទដូចជាទី1យើងបានមានផលស្តុកត្រីមេពួយដែលយើងថែរក្សាបានជាត្រីមេពួយក្នុងមួយឆ្នាំនេះជាច្រើនតោនចាប់ពី20ទៅ30តោននៅក្នុងតំបន់អភិរក្សរបស់យើងនេះជាផលស្តុកត្រីមេពួយហើយត្រីមេពួយទាំងអស់នេះវាដល់រដូវពួងកូនវានឹងចេញទៅពួងកូននៅក្នុងតំបន់ទំនាបនៅជុំវិញតំបន់អភិរក្សនេះអានឹងហើយដែលជាផលផ្ដល់ផលប្រយោជន៍ដល់សហគមន៍ផ្ដល់ពូជត្រីដល់ប្រជានេសាទឲ្យគាត់នេសាទបានសម្រាប់បង្កើននៅជីវភាពរបស់គាត់សម្រាប់ផលនេសាទនៅក្នុងប្រចាំថ្ងៃរបស់គាត់ក្នុងតំបន់អភិរក្សនេះមានត្រីជាច្រើនប្រភេទតែជាពិសេសសម្បូរប្រភេទត្រីខ្មៅហ្នឹងមានដូចជាត្រីរ៉ស់ត្រីអណ្ដែងត្រីស្លាតត្រីតាអោនត្រីក្រាញ់ត្រីកធោនិងត្រីកភ្លៀងហើយនិងត្រីកញ្ចុះហើយប្រភេទត្រីសវិញមានត្រីចកែងត្រីឆ្លាំងត្រីរៀលត្រីកញ្ចុះត្រីខ្មាន់ឆ្ពិនបាទក្នុងតំបន់អភិរក្សស្រីចឹកនេះក្រៅពីមានសក្តានុពលក្រៅពីមច្ឆជាតិហ្នឹងយើងមានពពុះសត្វស្លាបបាទពូថនិកសត្វថនិកសត្វហ្នឹងមានដូចជាភេមានដូចជាឆ្មាដាវជពោចអីហ្នឹងពពុះថនិកសត្វស្វាខ្មៅស្វាក្រេះស្វាក្តាមជាដើមហើយនឹងមានពពុះសត្វល្មូនដូចជាពស់អន្សងពស់ក៏មានជាច្រើនប្រភេទដែរហើយមានអន្សងហើយនឹងមានពពុះល្មូនមួយចំនួនទៀតដូចជាសត្វអណ្ដើកកាធាយអីហ្នឹងក៏មានដែរបាទគុំនេសាទស្រីចឹកយើងខ្ញុំនេះនៅឆ្នាំ2025នេះយើងបានទទួលថវិកាពីអង្គការ CI ចំនួន1,50,000 រៀលហើយនឹងពីខាងក្រមសំ2,10,000 រៀលហើយនឹងពីសពប្រជាជននៅក្នុងរដ្ឋបាលខេត្តដូចជាឯកឧត្តមអភិបាលខេត្ត1,20,000 រៀលអញ្ចឹងយើងបូកសរុបទៅស្មើនឹង4,70,000 រៀលហើយថវិកាទាំងអស់នេះយើងចាយទៅលើផែនការសកម្មភាពប្រចាំឆ្នាំមានដូចជាការងារល្បាតការងារ
កែលម្អនិងការពារកន្លែងអភិរក្សត្រីមេពូជហើយនឹងការពារភ្លើងឆេះព្រៃបាទទៅលើកិច្ចការងារផ្សព្វផ្សាយដូចជាដាក់ស្លាកសញ្ញាប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះគឺយើងប្រើប្រាស់ថវិការបស់អង្គការ CI ហើយថវិកានោះខ្ញុំសូមបញ្ជាក់ផងដែរថាអង្គការ CI បានដាក់ប្រាក់$5,000ទៅក្នុងធនាគារដើម្បីដកការប្រាក់យកមកប្រើប្រាស់ហើយ10លានរៀលទៀតស្មើនឹង$2,500ហ្នឹងដាក់នៅក្នុងក្រុមសន្សំដើម្បីដកការប្រាក់យកមកប្រើប្រាស់លើការងារសហគមន៍ដូចគ្នាហើយថវិកាទាំងអស់នេះជាថវិការបស់ CI ហើយនឹងមានថវិការួមចំណែកពីសប្បុរសជននៅក្នុងរដ្ឋបាលខេត្តផងដែរហើយលើពីនោះទៀតសហគមន៍យើងខ្ញុំក៏បានទទួលនៅស្បៀងដូចជាអង្ករពីរដ្ឋបាលខេត្តក្នុងមួយឆ្នាំ1200គីឡូក្រាមសម្រាប់ការងារអភិរក្សសម្រាប់យុទ្ធយាមអភិរក្សកម្លាំងគប់ចុកមានគ្រឿងទេសមានទឹកត្រីសុជីវ័យផងដែរបាទហើយអញ្ចឹងសូមជឿផងដែរការចំណាយទាំងអស់នេះគឺយើងត្រូវធ្វើការជាក់លាក់មួយដូចមានឯកសារនេះអញ្ចឹងបាទឯកសារនេះយើងសម្រាប់កិច្ចការងារដែលយើងចំណាយទៅហើយយើងត្រូវធ្វើរបាយការណ៍ជូនទៅសប្បុរសជនទៅម្ចាស់ជំនួយវិញដើម្បីឲ្យមានតម្លាភាពថាយើងចាយហ្នឹងវាមានសុក្រិតមានតម្លាភាពដែរអត់អញ្ចឹងយើងត្រូវចាយទៅលើសកម្មភាពក្នុងមួយខែយើងមានអញ្ចឹងដូចជាឯកសារផ្សេងៗអញ្ចឹងបាទយើងមានចំណាយពិសេសគឺមានវិក័យជាពិសេសយើងមានវិក័យច្បាប់ចំណាយដើម្បីឲ្យបានជាក់លាក់បាទហ្នឹងហើយខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងទាក់ទងនឹងការងារចំណាយថវិការបស់សហគមន៍ដែលបានមកពីការជំនួយរបស់អង្គការ CI ក៏ដូចជាសប្បុរសជនដែលបានជួយមកសហគមន៍យើងធ្វើការងារទៅលើសកម្មភាពផែនការប្រចាំឆ្នាំរបស់សហគមន៍បាទសូមអរគុណវិស័យជលផលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលការពារកន្លែងអភិរក្សជលផលនិងធនធានជលផលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាទឈ្មោះហុកបញ្ញានជានាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងសម្រាប់សង្កាត់រដ្ឋបាលជលផលមានការគ្រប់គ្រងដល់សហគមន៍នេសាទដូចជាការត្រួតពិនិត្យនិងការការពារការនេសាទខុសច្បាប់ដើម្បីឲ្យធនធានជលផលមាននិរន្តរភាពបាទការអប់រំនិងផ្សព្វផ្សាយច្បាប់ដល់សហគមន៍និងបទបញ្ញត្តិផ្សេងៗដែលទាក់ទងនឹងការអភិរក្សធនធានជលផលបាទសម្រាប់ផែនការគ្រប់គ្រងដល់សហគមន៍នេសាទជាការពង្រឹងសហគមន៍នេសាទដើម្បីឲ្យមានសមត្ថភាពអាចគ្រប់គ្រងធនធានជលផលដោយខ្លួនឯងបាទលើកកម្ពស់ឱកាសការងារផ្សេងៗដូចជាទេសចរណ៍ផ្អែកលើធម្មជាតិធ្វើវិរិយកម្មដើម្បីកាត់បន្ថយការប្រើប្រាស់លើធនធានជលផលដោយផ្ទាល់បាទសម្រាប់សក្តានុពលនៅក្នុងតំបន់នេះសហគមន៍នេសាទស្រីចឹកមានកន្លែងអភិរក្សសហគមន៍មួយកន្លែងនិងមានធនធានត្រីចម្រុះជាច្រើនប្រភេទដូចជាត្រីរ៉ស់ត្រីអណ្ដែងត្រីតាអោនត្រីកន្ទោលាក់និងមានសត្វភេអណ្ដើកពស់សត្វស្លាបព្រៃលិចទឹកនិងជាអេកូទេសចរដែលមានទេសភាពដ៏ស្រស់ស្អាតនៃព្រៃលិចទឹកនិងភូមិបណ្ដែតទឹកបាទការរួមចំណែករបស់ធនធានជលផលដូចជាត្រីជាប្រភពអាហារដ៏សំខាន់ជាពិសេសដែលមានប្រូតេអ៊ីនខ្ពស់ហើយអាចរកប្រាក់ចំណូលពីការលក់ត្រីនិងផលិតផលធនធានធម្មជាតិផ្សេងៗទៀតដើម្បីចំណាយទៅលើការអប់រំសុខភាពនិងតម្រូវការផ្សេងៗរបស់ពួកគាត់ជាពិសេសជាសន្តិសុខស្បៀងបាទបញ្ហាប្រឈមនៅក្នុងតំបន់នេះដែរមានដូចជាភ្លើងឆេះព្រៃភ្លើងឆេះព្រៃនេះបណ្ដាលមកពីការដុតយកឃ្មុំនិងការបោះជំរំមើលគោមើលក្របីដែលពួកគាត់បានបង្កាត់ភ្លើងដាំបាយធ្វើម្ហូបហើយក៏ពន្លត់ភ្លើងពុំបានល្អការបម្រែបម្រួលអាកាសធាតុការប្រើប្រាស់ថ្នាំកសិកម្មធ្វើឲ្យគុណភាពទឹកធ្លាក់ចុះអាជ្ញាធរទន្លេសាបគឺជាស្ថាប័នសម្រាប់សម្របសម្រួលថ្នាក់ជាតិក្នុងការគ្រប់គ្រងអភិរក្សនិងអភិវឌ្ឍតំបន់ទន្លេសាបខ្ញុំបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់ជាទីគោរព
ថ្ងៃនេះខ្ញុំបានមានកិត្តិយសណាស់ដែលត្រូវនៅទៅធ្វើសេចក្តីរៀបរាប់អំពីទូរនទីរបស់អាជ្ញាធរទន្លេសាបនៅក្នុងការសម្របសម្រួលអភិរក្សអភិវឌ្ឍតំបន់បឹងទន្លេសាបនេះដោយសារអាជ្ញាធរទន្លេសាបមានបេសកកម្ម4គឺសិក្សាស្រាវជ្រាវគ្រប់គ្រងអភិរក្សអភិវឌ្ឍតំបន់ទន្លេសាបដូច្នេះអាជ្ញាធរទន្លេសាបគឺមានភារកិច្ចចាំបាច់អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលបានផ្ដល់គោលភារកិច្ចឲ្យអាជ្ញាធរទន្លេសាបកំពុងតែពេញកិច្ចការទាំងអស់នេះស្របតាមទួនាទីភារកិច្ចនេះមិនឲ្យមានការឆក់ល្វែងទេដើម្បីជាគុណប្រយោជន៍ដល់ជាតិដល់ប្រទេសយើងទាំងមូលជាពិសេសប្រជាជនបាទយើងធ្វើយ៉ាងណាដើម្បីរក្សាបឹងឲ្យបានល្អរក្សាស្បៀងត្រីនិងជីវៈចម្រុះផ្សេងៗនិងធនធានធម្មជាតិឲ្យបានល្អដូច្នេះយើងដាច់ខាតត្រូវតែខិតខំយកចិត្តទុកដាក់គាំពៀមានថាយើងបង្ការគ្រប់រូបភាពដូចជាការពារព្រៃលិចទឹកនៅក្នុងតំបន់3ហ្នឹងហើយនឹងការចុះណែនាំប្រជាពលរដ្ឋស្របតាមកម្មវិធីគោលនយោបាយនិងផែនការរបស់អាជ្ញាធរទន្លេសាបដើម្បីបញ្ជ្រាបឲ្យពលរដ្ឋចេះដឹងយល់ដឹងនិងស្គាល់ពីប្រយោជន៍របស់បឹងទន្លេសាបស្គាល់ប្រយោជន៍របស់ព្រៃលិចទឹកនិងប្រយោជន៍ផ្សេងទៀតដែលជាធនធានដែលយើងការពារបាននោះក្រៅពីនេះយើងក៏មានបញ្ហាប្រឈមដែរជាមួយនឹងការធ្វើកិច្ចការជាប្រចាំរបស់អាជ្ញាធរទន្លេសាបបញ្ហាប្រឈមរបស់យើងគឺយើងមានបច្ចេកទេសរបស់យើងនៅមានកំណត់មិនទាន់បានគ្រប់គ្រាន់ដើម្បីការពារបានគ្រប់ជ្រុងជ្រោយទាំងអស់ទេត្បិតអីដែលយើងព្យាយាមមែនប៉ុន្តែនៅពេលដែលខ្វះបច្ចេកទេសឧបករណ៍ក៏យើងមិនអាចជួយអាជ្ញាធរទន្លេសាបនោះឲ្យបានគ្រប់ជ្រុងជ្រោយឬក៏ឥតខ្ចោះដែរទេបាទយើងចង់បានបន្ថែមទៀតដែរបើសិនជាអាចយើងត្រូវមានឧបករណ៍ត្រូវតែមានការពិនិត្យតាមដានគ្រប់ជ្រុងជ្រោយបន្តទៅទៀតកុំឲ្យវាឆក់ល្វែងហើយក្រៅពីនេះទៀតអាជ្ញាធរទន្លេសាបក៏មានយន្តការច្រើនណាស់ដូចជាការបង្កើតនៅការចុះតាមដានការចុះត្រួតពិនិត្យឡើងវិញនៅការអធិការកិច្ចនៅតំបន់ព្រៃលិចទឹកការចុះសម្របសម្រួលវិវាទពលរដ្ឋរឿងទំនាស់ធនធានធម្មជាតិរឿងប្រយោជន៍របស់ធនធានធម្មជាតិនោះហើយនឹងការចូលរួមដោះស្រាយនៅបញ្ហាប្រឈមមួយចំនួនខ្ញុំបាទសូមបញ្ជាក់តែប៉ុណ្្នឹងទេបាទសូមអរគុណបាទ